ពួកមនុស្សទាំងនោះគឺមានតម្លៃតូចល្អិតមិនខុសអីពីសត្វស្រមោចនៅចំពោះមុខរបស់កំពូលអ្នកជំនាញកម្រិតដែនវិញ្ញាណឡើយកម្រិតគម្លាតខុសគ្នានេះគឺមានភាពធំធេងខ្លាំងណាស់បន្ទាប់ពីបានបញ្ចេញនូវសម្លេងសើចដ៏មានល្បិចកលរួចមកកំពូលមហាគ្រូនៃដែនវិញ្ញាណបានពោលទៅកាន់ជូហ្វានថាពួកយើងមកបើកការចរចាគ្នាទៅចុះស្ថិតនៅចំពោះមុខរបស់កំពូលមហាគ្រូដែនវិញ្ញាណម្នាក់នេះជូហ្វានបង្កើនការប្រុងប្រយ័ត្នខ្លួនយ៉ាងខ្លាំងបំផុតប៉ុន្តែនៅលើផ្ទៃមុខរបស់គេគឺនៅតែរក្សាភាពស្ងប់ស្ងាត់ដដែលរួចគេបានសួរថាតើអ្នកជានរណាឲ្យប្រកាសបុគ្គលដ៏អាថ៌កំបាំងម្នាក់នោះបានផ្ទុះសម្លេងសើចឡើងយ៉ាងចម្លែករួចហើយក៏បានដើរបើកបង្ហាញឲ្យឃើញនៅរូបរាងកាយពិតប្រាកដរបស់ខ្លួនភ្លាមរូបខ្ញុំគឺជាមេនិកាយវេទមន្តខ្មៅមហាអំណាចតាអ៊ូយូជូហ្វានឮបែបនេះមានក្តីតក់ស្លុតនិងភ្ញាក់ផ្អើលនៅក្នុងចិត្តជាខ្លាំងព្រោះដឹងច្បាស់ថានិកាយវេទមន្តខ្មៅគឺធ្លាប់ជាត្រកូលមួយស្ថិតនៅក្នុងចំណោមនិកាយការពារដ៏ធំទាំង3គេបានសួរឡើងមកទាំងក្តីប្រុងប្រយ័ត្នខ្ពស់តើលោកមានការងារអ្វីជាមួយនឹងរូបខ្ញុំមែនទេនៅក្នុងជំរឿចិត្តជូហ្វានកំពុងតែប្រញាប់គិតគូររកវិធីដោះស្រាយយ៉ាងរហ័សព្រោះគេដឹងថាពពួកនិកាយការពារធំៗទាំង3គឺមានភារកិច្ចតែម្យ៉ាងគត់គឺថែរក្សាការពារដែនដីស៊ូគៀឲ្យរួចផុតពីការឈ្លានពានរបស់ពួកសត្រូវមកពីពិភពខាងក្រៅតែប៉ុណ្ណោះដោយពួកវាគឺដាច់ខាតមិនដែលហ៊ានចេញមុខមកជ្រៀតជ្រែកដល់កិច្ចការងារផ្ទៃក្នុងរបស់នគរម្ដងណាឡើយដើម្បីឆ្លើយតបទៅនឹងសំណួរចោទសួរនោះតាអ៊ូយូបានលេចនៅស្នាមញញឹមដ៏ត្រជាក់ស្រទន់ឡើងរូបខ្ញុំបានជម្រាបប្រាប់ឯងរួចជាស្រេចទៅហើយតើថាពេលនេះខ្ញុំកំពុងតែត្រូវការខ្លួនឯងហេតុថានេះវាដល់ពេលវេលាដ៏សមគួរដែលឯងត្រូវតែរកវិធីមកសម្រេចតម្លៃពិតនៃខ្លួនឯងហើយប្រជុំមុខជាមួយនឹងកំពូលសត្រូវដ៏មានអំណាចខ្លាំងក្លាបែបនេះជូហ្វានកើតមានចម្ងល់ជាខ្លាំងតើវាមានហេតុផលអ្វីទៅចេះទើបបានជាស្រាប់តែមាននិកាយវេទមន្តខ្មៅដ៏ល្បីល្បាញបែរជាអាចមានសមត្ថភាពលបមកស្គាល់ពីប្រវត្តិរូបខ្ញុំច្បាស់ដល់ថ្នាក់នឹងចេះប៉ុន្តែរាល់ពាក្យពេចន៍សម្ដីពោលរៀបរាប់បន្ទាប់មកទៀតបានធ្វើឲ្យជូហ្វានកើតមានក្តីកោតសរសើរខ្លាំងចូលឯងកុំកើតមានក្តីភ្ញាក់ផ្អើលខ្លាំងពេកអីព្រោះតាមពិតទៅកាលពីមុនមករូបខ្ញុំផ្ទាល់ក៏មិនដែលស្គាល់ពីអត្តសញ្ញាណរបស់ឯងដូចគ្នាដែរដើមឡើយគោលបំណងពិតប្រាកដរបស់ខ្ញុំគឺធ្វើដំណើរមកដើម្បីស្វែងរកកំពូលយុវជនជើងខ្លាំងលេខ1ដែលជាបុគ្គលមានឈ្មោះថាហាងភូឈីងធានតែប៉ុណ្ណោះប៉ុន្តែដោយសារតែការលេចមុខមករបស់ខ្លួនឯងបានបង្ខំឲ្យខ្ញុំត្រូវសម្រេចចិត្តបោះបង់ចោលរូបគេរួចហើយក៏បង្វែរមកជ្រើសរើសយកខ្លួនឯងជំនួសវិញតាអ៊ូយូបានពោលពាក្យសម្ដីឡើងមកទាំងចរិតលក្ខណៈដ៏គួរឲ្យខ្លាចរន្ធត់ចិត្តខ្លាំងថាឯងគួរតែមានក្តីមោទនភាពចំពោះខ្លួនឯងទៅចុះព្រោះការដែលមានបំណងចង់យកឈ្នះលើកំពូលសត្រូវដ៏ខ្លាំងក្លាបានសម្រេចគឺដាច់ខាតត្រូវតែចំណាយនិងដោះដូរទៅដោយអាយុជីវិតខ្លួនឯងតែប៉ុណ្ណោះប៉ុន្តែវាពិតជាមានសភាពសំណាងល្អខ្លាំងណាស់សម្រាប់រូបឯងដែលនៅក្នុងពេលនេះខ្ញុំមានចិត្តពេញចិត្តចំពោះសមត្ថភាពឯងខ្លាំងជូហ្វានមិនបានកើតមានចិត្តខ្វល់ខ្វាយខ្លាចញញើតអ្វីបន្តិចឡើយគេថែមទាំងបានបង្ហាញឫកពាដ៏ប្រហើនខ្លាំងតបទៅវិញថាត្រឹមតែជានិកាយកាកសំណល់ធម្មតានឹងសោះបែរជាមានចិត្តថ្លើមធំហ៊ានមកសម្ញែងឫកពាថាខ្លួនឯងខ្ពង់ខ្ពស់ដល់ថ្នាក់នឹងផងឬចេះលុះនៅពេលដែលបានមើលឃើញនៅក្រសែភ្នែកមើលងាយមើលថោកដ៏ច្បាស់កឡែតនៅលើផ្ទៃមុខរបស់ជូហ្វានហើយនោះតាអ៊ូយូមិនត្រឹមតែមិនខឹងសម្បារឡើយគេរឹតតែមានចិត្តសប្បាយរីករាយខ្លាំងឡើងពិតជាល្អខ្លាំងណាស់រូបខ្ញុំគឺមានចិត្តចូលចិត្តខ្លាំងណាស់ទៅលើចរិតលក្ខណៈដ៏មានភាពប្រហើនក្រអឺតក្រទមប្រៀបដូចជាស្ដេចដឹកនាំបែបនេះឬមួយក៏ពួកយើងអាចនិយាយម្យ៉ាងផ្សេងទៀតបានចុះថានៅក្នុងនាមខ្ញុំជាមេនិកាយវេទមន្តខ្មៅដ៏មានអំណាចម្នាក់ខ្ញុំសូមធ្វើការចេញមុខមកបើកការអញ្ជើញឲ្យព្រមចូលរួមរស់នៅក្នុងនិកាយរបស់ខ្ញុំភ្លាមទៅចុះចំណែកឯរាល់លក្ខខណ្ឌចង់បានទាំងឡាយគឺរូបខ្ញុំព្រមផ្ដល់ជូនទៅតាមចិត្តឯងទាំងអស់ប៉ុន្តែស្រាប់តែភ្លាមនោះសម្លេងរបស់តាអ៊ូយូបានប្រែផ្លាស់ប្ដូរមកជាមានសភាពម៉ឺងម៉ាត់និងគួរឲ្យខ្លាចខ្លាំងវិញថាប៉ុន្តែរូបឯងក៏ដាច់ខាតត្រូវតែរក្សានៅលក្ខខណ្ឌតម្រូវការដ៏មានតម្លៃបំផុតមួយរបស់ខ្ញុំដូចគ្នាដែរនោះគឺរាល់របស់របរទាំងឡាយណាដែលមេនិកាយម្នាក់នេះមានចិត្តចង់បានគឺឯងដាច់ខាតគ្មានសិទ្ធិនឹងហើបមាត់ពោលពាក្យបដិសេធឡើយព្រោះសម្រាប់រូបខ្ញុំរបស់ណាដែលខ្ញុំមិនអាចមានសមត្ថភាពគ្រប់គ្រងយកមកជារបស់ផ្ទាល់ខ្លួនបានសម្រេចទេនោះគឺមានតែត្រូវរកវិធីចុះដៃបំផ្លាញវាចោលភ្លាមតែប៉ុណ្ណោះខ្ញុំសង្ឃឹមយ៉ាងមុតមមថានៅក្នុងចិត្តឯងច្បាស់ជាយល់ដឹងពីគោលការណ៍ដ៏មានតម្លៃមួយនេះច្បាស់លាស់ហើយណាជូហ្វានបានឈរសម្លឹងមើលទៅចំផ្ទៃមុខរបស់គេដោយខ្សែភ្នែកដ៏ត្រជាក់ស្រទន់បំផុតរួចពោលពួកយើងទាំងពីរនាក់សុទ្ធសឹងតែជាបុគ្គលដែលបានខំប្រឹងរាវរកវិធីវឹកហាត់ដើរនៅលើគន្លងផ្លូវបិសាចដូចចរិតលក្ខណៈអាត្មានិយមអីនោះគឺនៅក្នុងចិត្តខ្ញុំបានយល់ដឹងពីវាយ៉ាងច្បាស់លាស់ជាងលោកទៅទៀតប៉ុន្តែសម្រាប់នៅក្នុងពេលនេះរូបខ្ញុំផ្ទាល់គឺនៅមានភារកិច្ចការងារផ្ទាល់ខ្លួនដ៏សំខាន់ជាច្រើនដែលត្រូវប្រញាប់ទៅធ្វើហេតុនេះខ្ញុំគឺពិតជាមិនអាចមានលទ្ធភាពក្នុងការដើរចាក់ចេញចោលត្រកូលលូនៅក្នុងខណៈពេលនេះបានឡើយបាទតាអ៊ូយូឮបែបនេះក៏បានងក់ក្បាលយល់ស្របតាមភ្លាមចំពោះរឿងរ៉ាវទំនាស់របស់ត្រកូលលូនោះរូបខ្ញុំគឺព្រមផ្ដល់នឹងទុកពេលវេលាឲ្យឯងដោះស្រាយចំនួន3ឆ្នាំពេញចុះលុះក្រោយពេលឆ្លងកាត់ពេលវេលា3ឆ្នាំពេញនេះទៅខ្ញុំច្បាស់ជានឹងធ្វើដំណើរមកទទួលយកខ្លួនឯងដោយផ្ទាល់ខ្លួនជាក់ជាមិនខានហើយប្រសិនបើយើងមានតម្រូវការចង់បានជំនួយអ្វីមួយនោះនិកាយរបស់ខ្ញុំច្បាស់ជាស្ម័គ្រចិត្តចុះដៃជួយជ្រោមជ្រែងឯងអស់ពីកម្លាំងសមត្ថភាពជានិច្ចជូហ្វានឮលក្ខខណ្ឌដ៏ល្អបែបនេះហើយក៏បានលុបគិតពិចារណាអស់មួយសន្ទុះធំព្រោះដឹងខ្លួនថាស្ថានភាពជាក់ស្ដែងនាពេលបច្ចុប្បន្នរបស់ត្រកូលលូយើងគឺពិតជាកំពុងតែស្ថិតនៅក្នុងភាពលំបាកវេទនាខ្លាំងណាស់ការដែលអាចទទួលបានមកវិញនៅរាល់ជំនួយជ្រោមជ្រែងពីសំណាក់បុគ្គលដ៏មានអំណាចដូចជាតាអ៊ូយូនេះគឺពិតជាមិនខុសអីពីការទទួលបាននូវកងកម្លាំងជំនួយធ្លាក់ចុះមកពីលើស្ថានសួគ៌នោះឡើយគិតឃើញបែបនេះភ្លាមគេក៏បានហឹបមាត់ពោលថាបើមានសភាពបែបនោះមែនរូបខ្ញុំច្បាស់ជាមានចិត្តព្រមយកលក្ខខណ្ឌរបស់លោកទៅលុបគិតពិចារណាមុនសិនហើយតាអ៊ូយូឮរឹកពីដ៏ក្រអឺតក្រទមរបស់គេបែបនេះហើយក៏កើតមានចិត្តមិនសូវពេញចិត្តជាខ្លាំងគេគិតថាអាល្អិតម្នាក់នេះវាធ្វើរឹកពីហាក់បីដូចជារូបអញកំពុងតែស្ថិតនៅក្នុងស្ថានភាពរងការចាញ់ប្រៀបវាខ្លាំងអញ្ចឹងសោះនឹងប៉ុន្តែទោះជាយ៉ាងណាក៏ដោយក៏តាអ៊ូយូនៅតែប្រឹងលេចនៅស្នាមញញឹមឡើងរួចពោលដដែលរូបខ្ញុំគឺពិតជាមានចិត្តចូលចិត្តខ្លាំងណាស់ទៅលើចរិតលក្ខណៈដ៏មានភាពលោភលន់ចង់បានរបស់ឯងព្រោះនៅពេលណាដែលឯងកាន់តែមានកម្លាំងខ្លាំងក្លាឡើងគឺវាច្បាស់ជានឹងធ្វើឲ្យឯងកាន់តែមានចិត្តលោភលន់ចង់បានខ្លាំងឡើងដូចគ្នាដែរហើយចំពោះរឿងរ៉ាវដែលរូបខ្ញុំបានហើបមាត់ពោលរៀបរាប់កាលពីមុននេះគឺសុទ្ធសឹងតែជាការចេញមុខមកបើកការអញ្ជើញឯងឲ្យចូលរួមរស់នៅក្នុងនិកាយរបស់ខ្ញុំពិតប្រាកដមែននិយាយរួចរាល់ភ្លាមតាអ៊ូយូក៏បានប្រាប់ឲ្យជូហ្វានប្រញាប់បើកបង្ហាញពីរាល់លក្ខខណ្ឌចង់បានផ្ទាល់ខ្លួនរបស់គេឡើងភ្លាម
ជួហ្វានបានលើកដៃខាងឆ្វេងរបស់គេឡើងស្រាលៗរួចឆ្លើយតបវិញថាចំពោះរឿងរ៉ាវលក្ខខណ្ឌដែលរូបខ្ញុំមានចិត្តចង់បានពិតប្រាកដនោះគឺនៅក្នុងចិត្តលោកច្បាស់ជាបានយល់ដឹងពីវារួចជាស្រេចទៅហើយមែនទេលោកមេនីកាយតាអូយូមានការភ្ញាក់ផ្អើលនិងស្រឡាំងកាំងនៅក្នុងចិត្តបន្តិចរួចពោលអូនេះឯងខំធ្វើគ្រប់យ៉ាងគឺគ្រាន់តែដើម្បីចង់ស្វែងរកវិធីទៅជួយសង្គ្រោះអាយុជីវិតរបស់ក្មេងស្រីម្នាក់នោះសោះមែនទេចេះជួហ្វានអើយជួហ្វានដំបងឡើយលុះនៅពេលដែលបានមើលឃើញពីភាពសាហាវឃោឃៅដាច់ចិត្តដ៏គួរឲ្យរន្ធត់ចិត្តខ្លាំងរបស់ឯងដែលមានទៅលើខ្លួនហាងភូជីងធាននោះរូបខ្ញុំគឺធ្លាប់បានលបវាតម្លៃនិងយល់ដឹងទុកជាមុនរួចជាស្រេចទៅហើយថាឯងច្បាស់ជាបុគ្គលដែលមានចរិតលក្ខណៈជាបិសាចដ៏កំណាចម្នាក់ជាក់ប៉ុន្តែខ្ញុំគឺពិតជាមិនខុសអីពីការនឹកស្មានមិនដល់តតែសោះថាស្ថិតនៅក្នុងជំរឿចិត្តរបស់ឯងបែរជារឿងដែលនៅមានរក្សាទុកនៅចិត្តគំនិតអាណិតអាសូរជាមនុស្សបែបនេះទៅវិញសោះបន្ទាប់មកទៀតតាអូយូក៏បានពោលឡើងមកដោយទឹកដមសម្លេងដ៏មើងម៉ាត់បំផុតថាប៉ុន្តែទោះជាយ៉ាងណាក៏ដោយរូបខ្ញុំសូមលួចមានក្តីសង្ឃឹមយ៉ាងមុតមមថាលុះនៅពេលដែលឯងបានឈានជើងចូលរួមរស់នៅក្នុងនិកាយរបស់ខ្ញុំកាលណាគឺដាច់ខាតកុំលួចនាំយកនៅរាល់ចរិតលក្ខណៈដ៏មានភាពទន់ជ្រាយមកនឹងចូលទៅជាមួយឲ្យសោះណាព្រោះរូបខ្ញុំគឺដាច់ខាតមិនចង់លាតត្រដាងមើលឃើញថាខ្លួនឯងផ្ទាល់ឬមួយក៏និកាយទាំងមូលត្រូវមករងនឹងការខាតបង់ធម៌ពលអំណាចព្រោះតែរឿងរ៉ាវកំសាកបែបនេះឡើយជួហ្វានធ្វើរឹកពីហាក់បីដូចជាបានយល់ដឹងពីចិត្តរបស់គេច្បាស់រួចឆ្លើយចំពោះរឿងរ៉ាវសំខាន់មួយនេះគឺនៅក្នុងចិត្តខ្ញុំបានយល់ដឹងពីវាយ៉ាងច្បាស់លាស់ជាងលោកទៅទៀតហេតុនេះសូមលោកកុំបារម្ភអីព្រោះរឿងរ៉ាវខុសឆ្គងដ៏ទន់ជ្រាយបែបនេះគឺដាច់ខាតនឹងមិនអាចកើតមានឡើងជាលើកទី2ឡើយតាអូយូលើឆ្លើយតបបែបនេះហើយក៏បានពោលពិតជាល្អខ្លាំងណាស់រួចហើយគេក៏បានលូកដៃទៅក្រវ៉ាត់គប់បោះនៅវត្ថុដ៏អាថ៌កំបាំងម្យ៉ាងសម្ដៅត្រង់ទៅកាន់ជួហ្វានភ្លាមជួហ្វានបានលូកដៃទៅចាប់ក្រសោបកាន់វត្ថុមួយនោះទុកនៅក្នុងដៃរបស់គេបានយ៉ាងជាប់ណែនភ្លាមអូនេះវាគឺជាគ្រាប់ថ្នាំទិព្វវិញ្ញាណដ៏មានតម្លៃសក្តិសម្រាប់ថ្នាក់ទី9ដែលមានឈ្មោះសម្គាល់ច្បាស់លាស់ថាគ្រាប់ថ្នាំសង្គ្រោះព្រលឹងបើមានរបស់មួយនេះមែនអញ្ចឹងមានន័យថាពេលនេះស៊ូអឺគឺពិតជាអាចរកវិធីជួយសង្គ្រោះអាយុជីវិតឲ្យរស់ឡើងវិញបានសម្រេចពិតប្រាកដមែនហើយលុះនៅពេលដែលបានមើលឃើញនៅប្រតិកម្មដ៏រំភើបញាប់ញ័រខ្លាំងរបស់ជួហ្វានហើយនោះតាអូយូក៏បានលបបងក្បាលរបស់គេចុះក្រោមទាំងចិត្តមានក្តីពេញចិត្តជាពន់ពេកឯងពិតជាមនុស្សដែលមានខ្សែភ្នែកដ៏មុតស្រួចខ្លាំងណាស់អាចមើលស្គាល់ពីតម្លៃពិតរបស់វាភ្លាមមើលទៅរូបខ្ញុំពិតជាមិនបានបើកការវិតម្លៃមើលមនុស្សខុសឆ្គងម្ដងណាឡើយព្រោះគ្រាប់ថ្នាំសង្គ្រោះព្រលឹងមួយគ្រាប់នេះគឺវាមានសមត្ថភាពពិសេសអស្ចារ្យខ្លាំងណាស់ក្នុងការជួយជួសជុលនៅរាល់វិញ្ញាណព្រលឹងទាំងឡាយណាដែលបានរងនឹងការខូចខាតថែមទាំងអាចជួយពង្រឹងដល់រាល់កម្លាំងធម៌ពលក្បាច់គុណដែលមាននៅខាងក្នុងខ្លួននិងអាចជួយថែរក្សាការពារដល់វិញ្ញាណដើមរបស់មនុស្សកុំឲ្យវិញ្ញាណរលាយបាត់បង់ទៅបានយ៉ាងល្អបំផុតទៀតផងដឹងទេថាសូម្បីតែរូបខ្ញុំផ្ទាល់ក៏បានខំចំណាយពេលយ៉ាងយូរទើបអាចមានសំណាងល្អស្វែងរកវាឃើញបានត្រឹមតែមួយគ្រាប់គត់មកនឹងសោះប៉ុន្តែសម្រាប់នៅក្នុងថ្ងៃនេះខ្ញុំគឺសុខចិត្តស្ម័គ្រចិត្តលះបង់វាយកមកប្រគល់ឲ្យឯងដោយងាយដើម្បីគ្រាន់តែចង់បង្ហាញពីភាពស្មោះត្រង់ដ៏ជ្រាលជ្រៅរបស់ខ្ញុំតែប៉ុណ្ណោះហេតុនេះខ្ញុំមានតែលួចមានក្តីសង្ឃឹមយ៉ាងមុតមាំមួយគត់ថាចាប់ពីពេលនេះតទៅឯងដាច់ខាតនឹងមិនធ្វើឲ្យរូបខ្ញុំត្រូវកើតមានចិត្តខកបំណងធំចំពោះសមត្ថភាពឯងឡើយបន្ទាប់ពីបានទទួលគ្រាប់ថ្នាំសង្គ្រោះព្រលឹងដ៏មានតម្លៃមហិមានោះទុកនៅក្នុងដៃរបស់ខ្លួនរួចរាល់អស់ហើយភ្លាមជួហ្វានក៏មិនបានបង្អែបង្អង់ពេលវេលាយូរឡើយគេបានប្រញាប់ប្រញាល់បោះជំហានជើងរត់យ៉ាងលឿនសម្ដៅត្រង់ទៅកាន់បន្ទប់សម្រាករបស់ឈូឈីងឆឹងផ្លេតប៉ុន្តែអ្វីដែលចម្លែកខ្លាំងនោះគឺហាក់បីដូចជាឈូឈីងឆឹងខ្លួនឯងនាងគឺបានទាយដឹងយល់ពីសាច់រឿងទុកជាមុនរួចជាស្រេចទៅហើយរហូតដល់ថ្នាក់មានមាត់ហៅពោលពាក្យសម្ដីឡើងមុនទាំងក្តីអន្ទះសារថាលោកពិតជាអាចស្វែងរកឃើញនៅវិធីសាស្ត្រដ៏ល្អដើម្បីទៅជួយសង្គ្រោះអាយុជីវិតរបស់ស៊ូអឺបានសម្រេចហើយមែនទេជួហ្វានសម្លឹងមើលទៅកាន់នាងទាំងចិត្តកើតមានក្តីងឿងឆ្ងល់ខ្លាំងរួចសួរដេញដោលថាឈូឈីងឆឹងតើវាមានហេតុផលអាចកំបាំងអ្វីទៅចេះទើបបានជាលោកស្រីមានការដឹងយល់ទុកជាមុនថាកំពូលមហាគ្រូតាអូយូក៏ដាច់ខាតនឹងត្រូវធ្វើដំណើរមកស្វែងរករូបខ្ញុំបែបនេះចេះប៉ុន្តែលុះនៅពេលដែលបានកលេចទៅមើលឃើញនៅខ្សែភ្នែកដ៏ក្រៀមក្រំរបស់ឈូឈីងឆឹងហើយនោះគឺបានស្ដែងឲ្យឃើញយ៉ាងច្បាស់កលែតថានាងគឺពិតជាមិនបានដឹងរឿងរ៉ាវអ្វីទាល់តែសោះពិតមែនជួហ្វានក៏បានសម្រេចចិត្តហៅមាត់ពោលពាក្យបកស្រាយពន្យល់ពីសាច់រឿងប្រាប់នាងវិញថាបុគ្គលដ៏អាចកំបាំងម្នាក់នោះគាត់គឺជាមេនិកាយវេទមន្តខ្មៅដ៏ល្បីល្បាញតាអូយូនោះឯងបានលោកស្រីចុះតើវាមានមូលហេតុអ្វីទៅចេះទើបបានជាលោកស្រីលែងមានចិត្តចង់ស្គាល់ពីអត្តសញ្ញាណរបស់គាត់បែបនេះហើយចុះហេតុអ្វីបានជាលោកស្រីមានទំនុកចិត្តនឹងក្តីជឿជាក់ខ្ពស់ខ្លាំងម្ល៉េះថារូបខ្ញុំដាច់ខាតនឹងអាចមានលទ្ធភាពរកវិធីទៅជួយសង្គ្រោះអាយុជីវិតរបស់ស៊ូអឺឲ្យរស់ឡើងវិញបានសម្រេចចេះឈូឈីងឆឹងមិនបានពោលតបពាក្យសម្ដីអ្វីឡើយនាងបានត្រឹមតែប្រញាប់បង្វែរផ្ទៃមុខរបស់នាងចេញទៅម្ខាងព្រោះស្ដែងចេញនៅចរិតលក្ខណៈមិនចង់ហើបមាត់និយាយរៀបរាប់ពីអាចកំបាំងមួយនេះតតែរឿងរ៉ាវទាំងអស់នេះគឺពីមុនមកធ្លាប់មានមនុស្សម្នាក់បានចេញមុខមកប្រាប់រាយការណ៍ឲ្យខ្ញុំបានដឹងយល់ច្បាស់តែប៉ុណ្ណោះប៉ុន្តែសម្រាប់នៅពេលនេះខ្ញុំដាច់ខាតគឺមិនអាចមានលទ្ធភាពលាតត្រដាងប្រាប់លោកបានឡើយថាបុគ្គលម្នាក់នោះគឺជានរណាឲ្យប្រកាសហេតុនេះសូមលោកដាច់ខាតកុំខំមកសួរដេញដោលរកការពិតពីមាត់ខ្ញុំតទៅទៀតឯណាលោកប្រុសនិយាយដាច់ពាក្យសម្ដីភ្លាមទឹកមុខរបស់ឈូឈីងឆឹងគឺចាប់ផ្ដើមលេចនៅភាពក្រៀមក្រំនិងសោកសៅចិត្តជាខ្លាំងប៉ុន្តែនាងក៏បានប្រឹងពោលលួងលោមចិត្តខ្លួនឯងដដែលថាទោះជាយ៉ាងណាក៏ដោយឲ្យតែចុងក្រោយបង្អស់ស៊ូអឺនាងពិតជាអាចមានឱកាសរកវិធីជួយសង្គ្រោះអាយុជីវិតឲ្យរស់រានមានជីវិតឡើងវិញបានសម្រេចមែននោះសម្រាប់រូបខ្ញុំរាល់រឿងរ៉ាវអាចកំបាំងដទៃទៀតគឺដាច់ខាតលែងមានតម្លៃសំខាន់អ្វីសម្រាប់ខ្ញុំទៀតហើយលុះនៅពេលដែលបានឮពាក្យពេចន៍សម្ដីបកស្រាយដ៏កំសត់ចេញពីមាត់របស់ឈូឈីងឆឹងបែបនេះហើយនោះជួហ្វានបានត្រឹមតែប្រឹងក្តាប់យកដបផ្ទុកគ្រាប់ថ្នាំសង្គ្រោះព្រលឹងដែលស្ថិតនៅក្នុងដៃរបស់គេទុកយ៉ាងណែនបំផុតទាំងចិត្តមានក្តីអាណិតអាសូរដល់នាងជាពន់ពេករួចគេគិតថាអ្វីដែលលោកស្រីបានបកស្រាយគឺពិតជាត្រឹមត្រូវណាស់ព្រោះឲ្យតែចុងក្រោយបង្អស់ស៊ូអឺនាងពិតជាអាចត្រូវបានគេជួយសង្គ្រោះឲ្យមានជីវិតរស់ឡើងវិញបានសម្រេចមែននោះទោះបីជាថ្ងៃខាងមុខរូបខ្ញុំត្រូវបង្ខំចិត្តចុះដៃលក់រូបរាងកាយឬក៏លក់អាយុជីវិតខ្លួនឯងទៅឲ្យអ្នកណាក៏ខ្ញុំព្រមរែកពុនទ្រាំទ្រធ្វើតាមជានិច្ចដែរនិយាយរួចរាល់ភ្លាមជួហ្វានក៏បានប្រញាប់លូកដៃទៅបញ្ចុកគ្រាប់ថ្នាំទិព្វវិញ្ញាណមួយគ្រាប់នោះឲ្យចូលទៅក្នុងមាត់របស់ស៊ូអឺភ្លាមលុះឆ្លងកាត់ពេលវេលាអស់មួយសន្ទុះក្រោយមកសភាពរូបរាងកាយរបស់ស៊ូអឺស្រាប់តែបានចាប់ផ្ដើមកើតមាននៅសញ្ញានៃការប្រែប្រួលប្លែកខុសធម្មតាភ្លាមៗតែម្ដងលុះនៅពេលដែលបានមើលឃើញនៅសញ្ញាដ៏មានតម្លៃមួយនេះហើយនោះជួហ្វានមានចិត្តសប្បាយរីករាយជាខ្លាំងរួចគេបានងាកផ្ទៃមុខទៅប្រាប់ឈូឈីងឆឹងភ្លាមថា
ចូលលោកស្រីប្រញាប់ធ្វើដំណើរទៅជម្រាបរាយការណ៍ដំណឹងល្អមួយនេះជូនទៅដល់សមាជិកក្រុមគ្រួសាររបស់ស៊ូអឺឲ្យបានដឹងខ្លួនជាមុនភ្លាមទៅព្រោះនាងគឺចិត្តនឹងត្រូវបើកភ្នែកភ្ញាក់ដឹងស្មារតីឡើងវិញហើយនៅខណៈពេលដែលនាងអាចបើកភ្នែកឡើងវិញភ្លាមនាងច្បាស់ណាស់ថាមានបំណងចិត្តចង់មើលឃើញផ្ទៃមុខរបស់មនុស្សជាទីស្រឡាញ់របស់នាងមុនគេជាក់ជាមិនខានឡើយបាទឈូឈីងឆឹងឮបែបនេះក៏បានប្រញាប់ងក់ក្បាលរួចបានចេញបទបញ្ជាប្រាប់ឲ្យពួកអ្នកបម្រើឲ្យប្រញាប់ទៅរាយការណ៍ដំណឹងល្អនេះភ្លាមប៉ុន្តែនៅក្នុងជំរឿចិត្តពិតប្រាកដរបស់នាងវិញនោះគឺនាងកំពុងតែកើតមាននៅអារម្មណ៍ល្វីងជូរចត់និងមានក្តីអាក់អន់ចិត្តជាខ្លាំងរួចនាងលួចគិតថាជូហ្វានអើយជូហ្វានលោកពិតជាមនុស្សប្រុសម្នាក់ដែលចេះគិតគូរវែងឆ្ងាយនិងមានក្តីបារម្ភខ្វល់ខ្វាយពីចិត្តរបស់អ្នកដទៃខ្លាំងណាស់ពិតមែនខណៈពេលដែលមនុស្សគ្រប់គ្នាបាននាំគ្នាមកជួបជុំគ្នានៅក្នុងបន្ទប់យ៉ាងកក់កុញដើម្បីរងចាំមើលការភ្ញាក់ដឹងស្មារតីត្រឡប់មកវិញរបស់ស៊ូអឺនោះរូបលោកតាបង្កើតរបស់នាងក៏បានប្រញាប់ប្រញាល់ធ្វើដំណើរមកដល់ទីនោះភ្លាមដែរគាត់បានដើរសម្ដៅត្រង់ទៅជិតជូហ្វានរួចបានហៅមាត់ពោលដោយក្តីគោរពថាលោកប្រុសជូហ្វានតើទូបង្គំអាចមានកិត្តិយសសូមចូលជួបពិភាក្សាការងារផ្ទាល់ខ្លួនជាមួយនឹងលោកប្រុសជាលក្ខណៈឯកជនបន្តិចបានដែរឬទេបាទប៉ុន្តែលុះនៅពេលដែលអ្នកទាំងពីរនាក់បានបោះជំហានជើងដើរចាក់ចេញមកដល់ត្រង់បរិវេណទីធ្លាខាងក្រៅបន្ទប់ភ្លាមស្រាប់តែរូបលោកតាបង្កើតរបស់នាងក៏បានលុតជង្គង់ទាំងសងខាងចុះទៅលើដីចំពីមុខគេផ្លែតលោកប្រុសជូហ្វានអើយសូមលោកប្រុសមេត្តាប្រោសប្រទានក្តីប្រណីអភ័យទោសនិងលែងជីវិតឲ្យពួកយើងបានរស់រានតទៅទៀតផងចុះបាទគាត់បានបន្តពោលទាំងទឹកភ្នែកហូរស្រក់ថាលោកប្រុសអើយទូលបង្គំដឹងខ្លួនច្បាស់ណាស់ថាសម្រាប់រូបលោកប្រុសគឺលោកពិតជាបុគ្គលដ៏មានសមត្ថភាពអស្ចារ្យខ្លាំងណាស់ក្នុងការរកវិធីមកបង្កើតនូវរឿងរ៉ាវដ៏អស្ចារ្យនឹកស្មានមិនដល់ជាច្រើនបានសម្រេចប៉ុន្តែសម្រាប់ក្រុមគ្រួសារដ៏តូចល្អិតនិងទុនខ្សោយអំណាចដូចជាពួកយើងនេះគឺពិតជាគ្មានសមត្ថភាពគ្រប់គ្រាន់និងអាចមានលទ្ធភាពទៅរែកពុនទ្រាំទ្រជាមួយនឹងគ្រោះថ្នាក់ដ៏ធំដែលបង្កឡើងបណ្ដាលមកពីការបើកការដណ្ដើមយកអំណាចរាជបល្ល័ង្ករបស់អស់លោកនោះបានឡើយបាទគាត់បានពោលរៀបរាប់ឡើងមកទាំងក្តីរំជួលចិត្តជាខ្លាំងនៅក្នុងចិត្តទូលបង្គំជាចាស់ទុំម្នាក់នេះគឺដឹងគុណលោកប្រុសច្បាស់ណាស់ជានិច្ចមិនដែលហ៊ានបំភ្លេចម្ដងណាឡើយដែលលោកប្រុសសុខចិត្តខំចំណាយវត្ថុមានតម្លៃមកជួយសង្គ្រោះអាយុជីវិតចៅស្រីបង្កើតរបស់ទូលបង្គំឲ្យមានឱកាសរស់រានមានជីវិតឡើងវិញបែបនេះប៉ុន្តែនៅក្នុងចិត្តខ្ញុំពិតជាមានក្តីភិតភ័យខ្លាំងណាស់ក្រែងលោថ្ងៃខាងមុខនាងត្រូវមករងនៅគ្រោះថ្នាក់ដល់ជីវិតជាថ្មីម្ដងទៀតហេតុនេះសូមលោកប្រុសមេត្តាដោះលែងពួកយើងផងចុះបាទនៅចំខណៈពេលដែលជូហ្វានកំពុងតែរៀបចំបញ្ចេញពាក្យសម្ដីដើម្បីជួយលួងលោមចិត្តរបស់គាត់ឡើងវិញនោះស្រាប់តែនៅឯត្រង់ផ្នែកខាងក្នុងបន្ទប់ក៏មានសំឡេងស្រែកឡើងមកទាំងក្តីភ្ញាក់ផ្អើលជាខ្លាំងថាអូស៊ូអឺនាងពិតជាបានបើកភ្នែកដឹងស្មារតីឡើងវិញពិតមែនហើយប៉ុន្តែលុះនៅពេលដែលជូហ្វានបានប្រញាប់បោះជំហានជើងដើរចូលទៅដល់ខាងក្នុងបន្ទប់ភ្លាមគេក៏ដឹងខ្លួនច្បាស់ផ្លែតថាស្ថានភាពគ្រប់យ៉ាងគឺពិតជាមានភាពមិនស្រួលល្អទាល់តែសោះព្រោះថាស៊ូអឺនាងបានត្រឹមតែបើកភ្នែកសម្លឹងមើលទៅកាន់មនុស្សគ្រប់គ្នាដែលកំពុងតែឈរចំរុំជុំវិញខ្លួនដោយខ្សែភ្នែកដ៏មានសភាពស្រពេចស្រពិលនិងមានភាពងឿងឆ្ងល់ជាខ្លាំងរួចនាងបានសួរថាតើពួកអ្នកទាំងអស់គ្នាជានរណាឲ្យប្រកាសទៅចេះហើយចុះតើរូបខ្ញុំផ្ទាល់ជានរណាដែរចុះតើទីតាំងមួយនេះវាគឺជាកន្លែងណាទៅវិញចេះជូហ្វានឃើញបែបនេះក៏បានប្រញាប់ប្រញាល់ហើបមាត់ពោលពាក្យបកស្រាយពន្យល់ដើម្បីជួយសម្រាលអារម្មណ៍ភិតភ័យរបស់មនុស្សគ្រប់គ្នាភ្លាមថាសូមអ្នករាល់គ្នាកុំកើតមានក្តីបារម្ភខ្វល់ខ្វាយខ្លាំងពេកអីណាព្រោះដោយសារតែបណ្ដាលមកពីវិញ្ញាណព្រលឹងចាស់របស់ស៊ូអឺកាលពីមុននេះធ្លាប់បានរងនឹងការបំផ្លិចបំផ្លាញនិងរងគ្រោះថ្នាក់ខូចខាតខ្លាំងពេកហេតុនេះស្ថានភាពរបស់នាងនៅក្នុងពេលនេះគឺមិនខុសអីពីទើបតែបានមកចាប់កំណើតកើតជាថ្មីម្ដងទៀតនោះឡើយនាំឲ្យការកើតមាននៅអាការៈវង្វេងវង្វាន់ភ្លេចភ្លាំងនៅរាល់រឿងរ៉ាវចងចាំចាស់ៗខ្លះបែបនេះវាជារឿងធម្មតាធម្មជាតិរបស់មនុស្សតែប៉ុណ្ណោះសោះនឹងប៉ុន្តែទោះជាយ៉ាងណាក៏ដោយក៏រាល់ខ្លឹមសារអាថ៌កំបាំងដែលមាននៅក្នុងជម្រៅវិញ្ញាណព្រលឹងរបស់នាងគឺនៅតែរក្សាទុកបាននូវសភាពដដែលទាំងអស់ពលគឺនាងនៅតែជាស៊ូអឺដ៏មានចិត្តស្លូតត្រង់ម្នាក់ដដែលនឹងដោយដាច់ខាតមិនមានការកើតមាននៅការប្រែប្រួលផ្លាស់ប្ដូរចរិតលក្ខណៈអ្វីឡើយបាទលុះបានឮការបកស្រាយពន្យល់យ៉ាងសមហេតុផលបែបនេះហើយមនុស្សគ្រប់គ្នាក៏បានត្រឹមតែងក់ក្បាលយល់ស្របតាមទាំងក្តីធូរស្រាលចិត្តខ្លាំងសូម្បីតែរូបលោកតាបង្កើតរបស់ស៊ូអឺខ្លួនឯងក៏លបដកដង្ហើមធំបាត់អស់នៅរាល់ក្តីបារម្ភទាំងឡាយដែលមាននៅក្នុងចិត្តដដែលដែរព្រោះគាត់លបគិតឃើញថាសម្រាប់ក្មេងស្រីដ៏មានចិត្តស្លូតត្រង់និងមានភាពបរិសុទ្ធខ្លាំងម្នាក់ដូចជានាងបែបនេះការដែលត្រូវមកភ្លេចភ្លាំងនៅរាល់រឿងរ៉ាវចងចាំដ៏ឈឺចាប់និងសោកសៅចាស់ៗកាលពីមុនខ្លះបែបនេះវាប្រហែលជាមិនមែនជារឿងអាក្រក់អ្វីសម្រាប់រូបនាងនោះឡើយប៉ុន្តែស្រាប់តែភ្លាមនោះមនុស្សគ្រប់គ្នានៅក្នុងបន្ទប់ក៏បាននាំគ្នារត់ស្ទុះទៅឈរចាំរោមជុំវិញគ្រែដេករបស់ស៊ូអឺភ្លាមដើម្បីប្រញាប់ប្រញាល់រកវិធីបើកការណែនាំបង្ហាញពីប្រវត្តិរូបនិងឈ្មោះសម្គាល់ផ្ទាល់ខ្លួនទៅឲ្យនាងបានស្គាល់យ៉ាងរហ័សបំផុតដែលទិដ្ឋភាពដ៏ច្របូកច្របល់ចលាចលទាំងនោះគឺមើលទៅមានសភាពគួរឲ្យអស់សម្ដេចខ្លាំងណាស់ដឹងទេចេះខណៈនោះសៀធានសៀងក៏បានប្រញាប់ប្រញាល់រត់ស្លន់ស្លោចូលមកជិតនាងរួចប្រឹងបើកការណែនាំខ្លួនឯងផ្លែតថាស៊ូអឺអើយស៊ូអឺចូលអូនប្រឹងផ្ទៀងកែវភ្នែកសម្លឹងមើលមកកាន់ផ្ទៃមុខរបស់បងឲ្យច្បាស់មើលគឺរូបបងនេះហើយដែលជាស្វាមីជាប្តីដ៏ល្អរបស់អូននោះណាតើនៅក្នុងចិត្តអូនអាចនៅមានលទ្ធភាពលួចលបនឹកចងចាំរូបបងបានខ្លះដែរឬទេចេះប៉ុន្តែលុះនៅខណៈពេលដែលគេពោលពាក្យសម្ដីបោកប្រាស់មិនដឹងអីមកនឹងចេញមកភ្លាមគេក៏ស្រាប់តែមានអារម្មណ៍កើតមាននូវភាពត្រជាក់ស្រទន់គួរឲ្យខ្លាចរន្ធត់មួយបោកមកចំពីខាងក្រោយខ្នងរបស់គេផ្លែតជួហ្វានបានលេចនៅខ្សែភ្នែកដ៏កាចសាហាវសម្លឹងចំទៅកាន់គេរួចគិតថាសៀធានសៀងប្រសិនបើឯងនៅតែមានចិត្តថ្លាមធំហ៊ានឆ្លៀតឱកាសដ៏ល្អមួយនេះដើម្បីមកបើកការភូតកុហកបោកប្រាស់ដល់ចិត្តដ៏បរិសុទ្ធរបស់ស៊ូអឺទៀតនោះចូលឯងប្រុងប្រយ័ត្នខ្លួនឲ្យបានល្អទៅក្រែងលោត្រូវរងនឹងការចុះដៃវាយប្រហារបាក់ឆ្អឹងពីសំណាក់ខ្ញុំប៉ុន្តែដើម្បីជាការខំប្រឹងប្រែងរកវិធីតាមដណ្ដើមយកឲ្យបានមកវិញនៅបេះដូងនិងក្តីស្រឡាញ់ដ៏ស្មោះត្រង់របស់ស៊ូអឺនោះសៀធានសៀងហាក់បីដូចជាមានចិត្តក្លាហានខ្លាំងឡើងហួសប្រមាណគេហ៊ានដល់ថ្នាក់ងាកផ្ទៃមុខត្រឡប់មកពោលពាក្យសម្ដីតតាំងចំទៅកាន់ជូហ្វានវិញដោយគ្មានក្តីភ័យខ្លាចញញើតអ្វីបន្តិចឡើយថាទោះបីជាថ្ងៃនេះឯងរកវិធីដោះស្រាយមកធ្វើបាបធ្វើឲ្យរូបខ្ញុំត្រូវរងនឹងក្តីខកមុខនិងត្រូវខ្មាស់ផ្ទៃមុខចំពោះមុខរបស់ស៊ូអឺខ្លាំងកម្រិតណាក៏ដោយក៏ដាច់ខាតខ្ញុំមិនព្រមថយក្រោយឡើយព្រោះទោះបីជាត្រូវរងការចោទដៃវាយតប់ពីឯងក៏ដោយក៏នៅក្នុងចិត្តខ្ញុំគឺនៅតែមានចិត្តក្លាហានគ្រប់គ្រាន់ក្នុងការចេញមុខមកបើកការតតាំងប្រកួតប្រជែងជាមួយនឹងឯងដដែលស៊ូអឺបានត្រឹមតែបើកភ្នែកដ៏ធំទាំងគូសម្លឹងមើលត្រង់ទៅកាន់រឹកពាដ៏ប្លែកៗរបស់សៀធានសៀងទាំងក្តីងឿងឆ្ងល់និងមានចម្ងល់ខ្លាំងនៅក្នុងចិត្តរួចនាងលបគិតថាចូលចាំបន្តិចសិនមើល
តើវាមានអាចកំបាំងអ្វីទៅចេះទើបបានជាពួកលោកត្រូវមានចិត្តខំប្រឹងប្រែងមកធ្វើទង្វើប្លែកៗខុសធម្មតាដាក់រូបខ្ញុំដល់ថ្នាក់ហ្នឹងទៅវិញ